រៀបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រាត្រីសន្តាប់ជាថ្មីម្ដងទៀតយប់នេះយើងនឹងនាំអារម្មណ៍អ្នកទៅស្ដាប់រឿងនិទានដែលមានភាពរន្ធត់ខ្លាំងនៅកុំឲ្យខាតពេលយូរតោះរីករាយសន្ដាប់ទាំងអស់គ្នាយប់រាត្រីស្ងាត់ជ្រងំអមដោយសំឡេងសត្វល្អិតយំនិងខ្យល់បក់រំហើយបក់ស្លឹកឈើម៉ោងប្រហែល11យប់លោកសារ៉ាត់និងភរិយារបស់គាត់ស៊ុបហៀបានបើកឡានទៅតាមផ្លូវស្ងាត់ជ្រងំមួយឆ្ពោះទៅតាមផ្ទះសំណាក់មួយកន្លែងពួកគេវង្វេងផ្លូវហើយភ្លៀងក៏ចាប់ដានធ្លាក់ខ្លាំងភ្លាមនោះពួកគេបានប្រទះឃើញផ្ទះឈើចាស់ទ្រុឌទ្រោមមួយដែលមានសភាពស្ងាត់ជ្រងំនិងរបងបាក់បែកផ្ទះនោះមើលទៅដូចជាត្រូវគេបកបង់ចោលយូរណាស់មកហើយប៉ុន្តែភ្លើងតូចមួយបានរះលឹមពីក្នុងបង្អួចជាន់ទី2ពួកគេសម្រេចចិត្តចោលទៅសុំជ្រោះកោនសិនរងចាំភ្លៀងរាំងសារ៉ាត់បានចុះពីឡានហើយកត់ទ្វារគ្មានអ្នកឆ្លើយតបគាត់ព្យាយាមរឹងទ្វារហើយទ្វារក៏បើកយឺតលឺសូរសន្ធឹកនៅពេលពួកគេដើរចូលក្នុងផ្ទះមានក្លិនអាប់អួរដុះភ្នោហើយមានធូលីដីដេដាស់ពេញសូភីនិយាយថាបងផ្ទះនេះមើលទៅគួរឲ្យខ្លាចណាស់ខ្ញុំមានអារម្មណ៍មិនល្អសោះមិនអីទេអូនយើងគ្រាន់តែជ្រុកភ្លៀងមួយផ្លែតប៉ុណ្ណោះប្រហែលជាមានមនុស្សចាស់ម្នាក់រួមនៅទីនេះហើយគាត់ដេកលាស់ហើយមើលទៅសារ៉ាត់ដើរទៅរកភ្លៀងពិលស្រាប់តែពេលនោះពួកគេក៏ឮសំឡេងអ្វីមួយដូចជាធ្លាក់ពីលើជាន់ខាងលើទឹកពួកគេមើលមកគ្នាដោយភ័យខ្លាចពេលពួកគេកំពុងអង្គុយលើសាឡុងចាស់មួយនៅបន្ទប់ទទួលភ្ញៀវសំឡេងខ្សឹកស្អួយក៏បានចាប់ផ្ដើមឮឡើងឡោហាក់ដូចជាសំឡេងក្មេងស្រីយំមកពីជាន់ខាងលើសំឡេងយំនោះបានបន្លឺឡើងយ៉ាងសែនស្រងេស្រងោយធ្វើឲ្យរោមក្នុងខ្លួនពួកគេព្រឹតខ្ញាក់សារ៉ាត់បានសម្រេចចិត្តដើរឡើងទៅមើលដោយកាន់ដំបងឈើមួយដើមសូភីហាមឃាត់ប៉ុន្តែគាត់ទៅទុតថាត្រូវតែដឹងថាក្មេងនោះនៅទីណានៅតាមផ្លូវឡើងចន្ទាគាត់ក៏បានឃើញស្រមោលរត់កាត់មួយនៅតាមជញ្ជាំងស្រមោលនោះមិនមែនជាស្រមោលក្មេងទេតែជាស្រមោលមនុស្សពេញវ័យពេលសារ៉ាត់ទៅដល់ជាន់លឿនគាត់បានឃើញទ្វីបន្ទប់មួយបើកចំហពេលគាត់ដើរចូលសំឡេងយំក៏បាត់ស្ងាត់ឈឹងគាត់ប្រើភ្លើងពិលបំភ្លឺជុំវិញបន្ទប់នោះមានតែតុកៅអីចាស់និងកញ្ចក់បែកមួយនៅពេលគាត់បែកខ្នងគាត់ក៏បានឃើញរូបថតចាស់មួយសម្លឹកនៅតុរូបថតនោះបង្ហាញពីគ្រួសារមួយមានឪពុកម្ដាយនិងកូនស្រីតូចម្នាក់ក្មេងស្រីនោះក្នុងរូបថតមានទុកមុខស្លែកស្លាំងចម្លែកតែអ្វីដែលគួរឲ្យខ្លាចបំផុតគឺគាត់បានឃើញស្ត្រីម្នាក់នៅក្នុងរូបថតនោះសម្លឹងមកមើលគាត់យ៉ាងមុតស្រួយហាក់ដូចជាភ្នែករបស់នាងមានជីវិតសារ៉ាត់ចាប់ផ្ដើមភ័យញ័រស្រាប់តែនៅខាងក្រោយគាត់ក៏មានសំឡេងខ្សឹកស្អួយដ៏ត្រជាក់មួយបន្លឺឡើងពីក្រោយទៅជាគាត់ថាកុំទៅណាសារ៉ាត់លុតចេញពីបន្ទប់យ៉ាងលឿនរត់ចុះតាមចន្ទាពេលគាត់រត់ចុះមកដល់ជាន់ក្រោមគាត់ឃើញសូភីកំពុងអង្គុយដោយភ្នែកធំសម្លឹងទើទ្វារផ្ទះសារ៉ាត់សួរថាមានឬអីតែសូភីមិនឆ្លើយនាងគ្រាន់តែចង្អុលទៅទ្វារនៅត្រង់ទ្វារផ្ទះពួកគេឃើញមានស្នាមជើងទឹកជ្រាបពេញជាន់ចាប់ពីទ្វារដើរចូលមកក្នុងផ្ទះហើយរត់ឡើងទៅលើចន្ទាស្នាមជើងនោះមិនមែនជាស្នាមជើងមនុស្សទេពេលនោះសំឡេងក្អិតក្អិនក៏បន្លឺឡើងពីជាន់ខាងលើអ្វីទាំងអស់ក្នុងផ្ទះបានចាប់ផ្ដើមញ័រចង្កៀងព្យួងបានយោយ៉ាងខ្លាំងរូបថតនៅជញ្ជាំងបានធ្លាក់មកបែកខ្ទេចពួកគេក៏បានឮសំឡេងយំរបស់ក្មេងស្រីនោះម្ដងទៀតតែលើកនេះឮកាន់តែខ្លាំងដូចនៅចិត្តត្រជាពួកគេសំឡេងនោះលាន់ឮពីគ្រប់ទិសទីរួមជាមួយនឹងសំឡេងស្រីរបស់ស្ត្រីម្នាក់ពេលពួកគេងាកមើលជុំវិញពួកគេក៏បានឃើញក្មេងស្រីតូចម្នាក់សក់បិទមុខឈរនៅចុងចន្ទានាងស្លៀករកកវេកប្រឡាក់ដោយផុតហើយនាងលើកដៃយឺតមកកាន់ពួកគេនៅពេលក្មេងស្រីនោះញញឹមឃើញមានធ្មេញស្រួយហើយមុខរបស់នាងប្រែទៅជាភ្នែកខ្មៅរលឹងសារ៉ាត់និងសូភីស្រែកយ៉ាងខ្លាំងហើយស្ទុះរត់ចេញពីផ្ទះនោះទៅកាន់ឡានភ្លាមពេលពួកគេបើកឡានចេញទៅពួកគេមើលកញ្ចក់ក្រោយហើយឃើញផ្ទះនោះបានប្រែទៅជាងងឹតសូនឈឹងហាក់បីដូចជាមិនធ្លាប់មានអ្នកណារស់នៅទីនោះសោះអ្វីដែលគួរឲ្យខ្លាចបំផុតគឺពួកគេបានឃើញស្ត្រីម្នាក់នៅក្នុងរូបថតនោះឈរនៅមាត់បង្អួចជាន់ទី2សម្លឹងមើលពួកគេទាំងញញឹមយ៉ាងព្រាយរន្ធត់សារ៉ាត់បើកឡានយ៉ាងលឿនចេញពីតំបន់នោះមិនហ៊ានងាកក្រោយសោះបីទេបន្តិចសូភីកំពុងអង្គុយញ័រតត្រឹកនៅកៅអីក្បែរគាត់ដោយស្រក់ទឹកភ្នែកដោយសារតែភាពភ័យខ្លាចបងខ្ញុំមិនយល់ទេតើនោះជាអ្វីតើពួកគេជាមនុស្សឬជាខ្មោចខ្ញុំក៏មិនដឹងដែរអូនតែឥឡូវយើងត្រូវតែចេញពីទីនេះឲ្យបានឆាប់បំផុត
ភ្លៀងនៅតែធ្រាក់ដដែលប៉ុន្តែផ្លូវដែលពួកគេធ្វើដំណើរចាប់ផ្ដើមមានភ្លើងបំភ្លឺខ្លះៗស្រាប់តែពេលនោះសារ៉ាត់មានអារម្មណ៍ថាមានអ្វីមួយយ៉ាងដូចជាប៉ះនឹងស្បារបស់គាត់ពីខាងក្រោយគាត់ក៏ចាប់ប្រាំងឡានយ៉ាងគំហុកពេលសារ៉ាត់ងាកទៅមើលខាងក្រោយគ្មានអីសោះប៉ុន្តែពេលដែលសុភាចាប់ដៃគាត់នាងបានឃើញអ្វីមួយនៅផែកខាងក្រោយកង្គឹងរបស់សារ៉ាត់បងនៅលើស្បារបស់បងសារ៉ាត់ក៏ទៅមើលកញ្ចក់មើលក្រោយគាត់ក៏បានឃើញស្នាមក្រហមមួយនៅត្រង់ស្បារបស់គាត់ដែលមានរាងដូចជាស្នាមរែមដៃតូចៗរបស់ក្មេងស្រីស្នាមនោះកັບដៃដោយភឿងតាំងពីពេលណាយើងមានស្នាមនេះសុភាក៏បានចាប់អារម្មណ៍ថាចិញ្ចៀនមង្គលវ៉ាដែលនាងពាក់នោះឥឡូវមានអារម្មណ៍ថាត្រជាក់ដូចទឹកកកនាងព្យាយាមដោះវាចេញតែដោះមិនរួចឡើយពួកគេចាប់ផ្ដើមបើកឡានបន្តទៀតប៉ុន្តែអារម្មណ៍ភ័យខ្លាចនៅដកជាប់ក្នុងចិត្តពួកគេបានបើកឡានទៅដល់ទីក្រុងហើយរកបានបន្ទប់សំណាក់មួយពេលចូលបន្ទប់ពួកគេព្យាយាមភ្លេចនៅអ្វីដែលបានកើតឡើងសារ៉ាត់ចូលទៅងូតទឹកពេលដែលគាត់ដបអាវគាត់ក៏បានឃើញថាស្នាមក្រហមនៅលើស្បារបស់គាត់ឥឡូវប្រែទៅជាស្នាមសាក់ដែលមានរាងជារង្វង់តូចមួយដែលមានអក្សរតូចចានៅកណ្ដាលរង្វង់នោះនៅពេលដែលសុភាដើរទៅបន្ទប់ទឹកនាងក៏បានឃើញថាកញ្ចក់បង្អួចបានឡើងអាប់អរហើយមានអ្វីមួយបានទៅគូនៅអាប់អរនោះវាជារូបកូនស្រីដូចដែលពួកគេបានឃើញនៅក្នុងផ្ទះចាស់យមនោះនាងស្រែកខ្លាំងពេលនោះពួកគេក៏សម្រេចចិត្តប្រើទូរស័ព្ទស្វែងរកព័ត៌មានអំពីផ្ទះចាស់នោះពួកគេវាយបញ្ចូលឈ្មោះភូមិដែលពួកគេវង្វេងផ្លៃហើយក៏បានឃើញអត្ថបទព័ត៌មានចាស់មួយអត្ថបទនោះនិយាយថាកាលពី30ឆ្នាំមុនមានគ្រួសារមួយត្រូវគេសម្លាប់នៅក្នុងផ្ទះនោះឪពុកបានសម្លាប់ភរិយានិងកូនស្រីតូចម្នាក់របស់ខ្លួនឈ្មោះនីសាហើយបន្ទាប់មកគាត់ក៏ធ្វើអាត្មាតគេសាកសពរបស់កូនស្រីនោះត្រូវបានគេរកឃើញនៅបាតចិន្តាដោយមានស្នាមរាមដៃនៅត្រង់ស្បារបស់នាងសារ៉ាត់មើលស្នាមសាក់នៅលើស្បារបស់គាត់ម្ដងទៀតអក្សរតូចៗដែលចារនៅកណ្ដាលស្នាមសាក់នោះគឺ N I S A ពួកគេភ័យស្លន់ប្រឡស្រាប់តែភ្លើងក្នុងបន្ទប់ក៏រលត់ដោយអកបន្ទប់ងងឹតសួនឈឹងទោះបីជាពួកគេចុចប៊ូតុងកុងតាក់យ៉ាងណាក៏ភ្លើងមិនព្រមបើកពេលនោះពួកគេក៏ឮសំឡេងក្អើតក្អិនដូចនៅក្នុងផ្ទះចាស់បងនាងតាមយើងមកហើយនាងមិនព្រមឲ្យយើងទៅណាទេពេលដែលភ្នែករបស់ពួកគេចាប់ផ្ដើមស៊ាំជាមួយនឹងភាពងងឹតពួកគេក៏បានឃើញក្មេងស្រីនោះកំពុងឈរនៅជ្រុងបន្ទប់នាងមិនបានបញ្ចេញសំឡេងអ្វីទេគ្រាន់តែឈរមើលពួកគេក្មេងស្រីនោះញញឹមភ្លាមនោះក្មេងស្រីនោះក៏លើកដៃចង្អុលទៅកាន់សារ៉ាត់ភ្នែករបស់នាងប្រែទៅជាពណ៌ខ្មៅភ្លៀងចាំងសំឡេងខ្សឹកស្អួយក៏លាន់ឮនៅឆ្វង់ក្បាលរបស់សារ៉ាត់អ្នកបានយករបស់ខ្ញុំហើយអ្នកត្រូវតែនៅជាមួយខ្ញុំធ្វើជាឪពុកថ្មីរបស់ខ្ញុំសារ៉ាត់ចាប់ដោតដកដង្ហើមមិនរួចគាត់ចាប់ទ្រូងសូភាស្រែកយ៉ាងខ្លាំងពេលនោះក្មេងស្រីនោះក៏បានចាប់ផ្ដើមដើរយឺតមកកាន់សារ៉ាត់ក្មេងស្រីខ្មោចឈ្មោះនីសាកាន់តែដើរជិតមកដល់សារ៉ាត់ដែលកំពុងដកដង្ហើមមិនរួចសូភាស្រែកយ៉ាងខ្លាំងហើយបានចាប់យកថផ្កាមួយបកទៅលើនីសាថនោះបានធ្លាក់បែកខ្ទេចនៅអេវ៉ាន់អឺតតែនីសាមិនមានការឈឺចាប់អីអ្វីទេនាងគ្រាន់តែងាកមុខមកសម្លឹងសូភាដោយទុកមុខខឹងសម្បាបងតរត់ទៅយើងត្រូវតែរកវិធីចិនពីទីនេះសារ៉ាត់ចាប់ដៃសូភាឲ្យពួកគេរត់ទៅទ្វារតែទ្វារបន្ទប់បានចាក់កន្លឹកពីក្រៅហើយពួកគេមិនអាចបើកវាបានទេសារ៉ាត់ងាកមើលជុំវិញបន្ទប់ដោយអស់សង្ឃឹមស្រាប់តែភ្នែករបស់គាត់ក៏បានក្រឡេកទៅឃើញរូបគំនាមមួយបន្ទឹងដែលព្យួងនៅខ្លះដូចនៅជុំផ្លូវទ្វាររូបគំនាមនោះគឺជារូបក្មេងស្រីទូចម្នាក់កំពុងលេងតុក្កតាសារ៉ាត់មានអារម្មណ៍ថាធ្លាប់ឃើញរូបគំនាមនេះនៅកន្លែងណាមួយគឺនៅក្នុងផ្ទះចាស់យមនោះឯងនីសាក៏ឈរនៅពីមុខពួកគេហើយលើកដៃឡើងត្រៀមនឹងចាប់ពួកគេសំឡេងនីសាខ្សឹបក្នុងចិត្តថាអ្នកមិនអាចទៅណាបានទេអ្នកត្រូវតែនៅទីនេះជាមួយនឹងខ្ញុំធ្វើជាឪពុកថ្មីរបស់ខ្ញុំសារ៉ាត់បាននឹកឃើញថាដោយរឿងរ៉ាវក្នុងអត្ថបទព័ត៌មាននិយាយថាកូនស្រីនីសាបានសម្លាប់ដោយឪពុករបស់នាងទំនងជាចង់មុំនឹងចង់បានគ្រួសារថ្មីស្នាមសាក់នៅលើស្បារបស់គាត់ប្រហែលជាការផ្សារភ្ជាប់ពួកគេនឹងនាងគាត់ក៏បានស្រែកខ្លាំងទៅកាន់នីសាខ្ញុំដឹងធម្មៈរបស់នាងស្រឡាញ់នាងណាស់ឪពុករបស់នាងទេដែលធ្វើបាបនាងពេលដែលសារ៉ាត់និយាយចប់នីសាក៏បង្កកឈឹងទុកមុខរបស់នាងប្រែទៅជាឈឺចាប់ពេលនោះគំនាមលើជញ្ជាំងក៏ចាប់ផ្ដើមបញ្ចេញពន្លឺចែងចាំងពណ៌លឿងស្រទន់សារ៉ាត់ដឹងថាវត្ថុក្នុងផ្ទះចាស់នោះប្រហែលជាច្រកភ្ជាប់នាងទៅកាន់ពិភពលោកនេះគាត់ក៏បានរត់ទៅចាប់យករូបគំនាមនោះមកនីសាក៏ស្រែកថាទេកុំប៉ះវា
សារ៉ាត់កាន់រូបគំនាមនោះនៅដៃមួយខាងរីឯដៃមួយទៀតគាត់ព្យាយាមដកចិញ្ចៀនមង្គលវ៉ាចេញពីម្រាមដៃរបស់គាត់យ៉ាងអស់កម្លាំងគាត់ដឹងថាស្នាមសាក់និងចិញ្ចៀនគឺជាចំណងភ្ជាប់គាត់នឹងនាងនៅពេលគាត់ដកចិញ្ចៀនបានសម្រេចគាត់ក៏បានបោះវាចូលទៅក្នុងរូបគំនាមនោះភ្លាមរូបគំនាមក៏បញ្ចេញពន្លឺកាន់តែខ្លាំងរួមជាមួយនឹងសំឡេងយំយ៉ាងខ្លាំងរបស់នីសាមិនបានរលាយបាត់ទេនាងគ្រាន់តែមើលសារ៉ាត់ដោយទុកមុខសោកសៅហាក់ដូចជាយល់នឹងអ្វីដែលសារ៉ាត់ចង់បាននាងលូកដៃតែប៉ាក់រូបគំនាមនោះថ្នមនីសាខ្សឹបខ្ញុំនឹកមកបន្ទាប់មកសារ៉ាត់ក៏បានហែករូបគំនាមនោះជាពីរកំណាត់នៅពេលរូបគំនាមត្រូវហែកដាច់ពន្លឺពណ៌សដ៏ខ្លាំងក្លាក៏បំភ្លឺពេញបន្ទប់សំឡេងយំរបស់នីសាបានប្រែទៅជាសំឡេងខ្សឹកស្អួយស្ងាត់ស្ងៀមហើយរលាយបាត់ទៅក្នុងពន្លឺនោះភ្លើងក្នុងបន្ទប់បានបើកវិញដោយស្វ័យប្រវត្តិស្នាមសាក់នៅលើស្មារបស់សារ៉ាតក៏បានបាត់អស់ទ្វារបន្ទប់ក៏បានបើកដោយខ្លួនឯងភាពត្រជាក់ដែលធ្លាប់មាននៅក្នុងបន្ទប់ត្រូវបានជំនួសដោយភាពកក់ក្ដៅវិញពួកគេបានចុះពីសន្តាគារហើយបើកឡានចេញទៅពេលព្រះអាទិត្យរះសារ៉ាតនិងសុភាធ្វើដំណើរទៅមុខដោយមិនងាកក្រោយជាមួយនឹងក្តីសង្ឃឹមថ្មីសុភាយើងរួចខ្លួនហើយបងសារ៉ាតបាទអូនតែខ្ញុំសង្ឃឹមថានីសាបានរកឃើញសេចក្តីសុខរបស់នាងហើយនៅឯផ្ទះចាស់យំឥឡូវផ្ទះនោះមើលទៅមានសភាពចាស់ជាងមុនហើយមានពន្លឺព្រះអាទិត្យចាំងចូលមកគ្មានសំឡេងយំគ្មានស្រមោលគ្មានអ្វីទាំងអស់មានតែភាពស្ងៀមស្ងាត់ដែលរងចាំញាក់ដំណើរវង្វេងភ្លើផ្សេងទៀតមកដល់